ខ្ញុំបានឈ្នះក្តីលើទៅការជនជាតិកូរ៉េហើយក៏បានទទួលសំណង$1500ផងដែរបងប្អូនអ្នកគ្នាវីដេអូនេះគឺខ្ញុំនឹងលើកឡើងទាក់ទងទៅនឹងហេតុផលមួយចំនួនហេតុអីបានជាខ្ញុំនឹងប្តឹងទៅការជនជាតិកូរ៉េដែលខ្ញុំបានធ្វើការងារជាមួយគាត់អស់រយៈពេលប្រហែលជា4ឆ្នាំ10ខែវីដេអូនេះដែរគឺខ្ញុំផ្ដោតសំខាន់ទៅលើការធ្វើយ៉ាងណាលើកទឹកចិត្តបងប្អូនអ្នកគ្នាជាពិសេសបងប្អូនដែលត្រូវបានតការកេងប្រវ័ញ្ចប្រាក់ខែគឺវីដេអូនេះគឺខ្ញុំចង់លើកទឹកចិត្តបងប្អូនឲ្យមានការក្លាហានហើយនឹងធ្វើយ៉ាងណាទៀមទារយុទ្ធធម៌ជូនខ្លួនឯងកុំឲ្យគេកេងប្រវ័ញ្ចយើងឲ្យសោះពួកយើងទាំងអស់គ្នាទៅធ្វើការនៅក្រៅប្រទេសនិយាយរួមទៅមិនមែនតែសំដៅទៅលើពលករកូរ៉េនោះទេមិនថាទៅជប៉ុនឬក៏ទៅថៃឬក៏បងប្អូនចំណាក់ស្រុកនៅក្រៅប្រទេសមួយចំនួនទៀតយើងខំប្រឹងប្រែងធ្វើការងារដើម្បីរកចំណូលជួយខ្លួនឯងឬក៏ជួយគ្រួសារក៏ប៉ុន្តែពេលខ្លះយើងរងនូវភាពអយុត្តិធម៌ដូចដែលខ្ញុំបានលើកឡើងអញ្ចឹងជាពិសេសខ្ញុំខ្លួនឯងនេះតែម្ដងខ្ញុំខ្លួនឯងហ្នឹងគឺកំពុងតែរងនូវភាពអយុត្តិធម៌ប៉ុន្តែទោះយ៉ាងណាក៏ដោយគឺខ្ញុំអាចថាមិននៅស្ងៀមនោះទេគឺខ្ញុំព្យាយាមធ្វើយ៉ាងណាដើម្បីរកនូវភាពយុត្តិធម៌ជូនចំពោះខ្លួនឯងវិញដោយតាមរយៈការបដៅទាមទារសំណងផ្សេងៗចំពោះតកែគឺយើងចង់បានភាពត្រឹមត្រូវជាមួយតកែឲ្យគាត់ចេះគោរពច្បាប់នៃប្រទេសរបស់ខ្លួនឯងជាបន្តទៀតខ្ញុំចង់លើកឡើងទាក់ទងទៅនឹងហេតុផលមួយចំនួនដែលយើងមិនគួរនៅស្ងៀមព្រោះថានៅពេលដែលយើងនៅស្ងៀមបងប្អូនគឺវាប៉ះពាល់ទៅដល់ខ្លួនឯងជាពិសេសគឺប៉ះពាល់ទៅដល់ពលករផ្សេងៗទៀតពលករខ្មែរយើងមានចិត្តស្លូតបូតណាស់បើតាមខ្ញុំដឹងបងប្អូនទាំងគ្នាបើធៀបជាមួយពលករបរទេសផ្សេងៗទៀតជាពិសេសបើធៀបជាមួយនឹងពលករថៃពលករវៀតណាមគឺពលករខ្មែរយើងនៅប្រទេសកូរ៉េបើតាមខ្ញុំដឹងគឺមានចិត្តស្លូតបូតមែនតើក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយខ្ញុំចង់លើកឡើងថាយើងមិនត្រូវស្លូតបូតរហូតធ្វើឲ្យគេហ្នឹងយកឱកាសដែលឃើញយើងស្លូតបូតហ្នឹងរំលោភបំពានមកលើយើងជាពិសេសកັບកេងប្រវ័ញ្ចប្រាក់ខែយើងនោះទេអ្វីដែលពលករគ្រប់រូបត្រូវទទួលបានគឺយើងទាមទារតែលុយរបស់យើងប៉ុណ្ណោះមិនចង់បានលើសពីអ្វីដែលគេត្រូវឲ្យយើងនោះទេមានន័យថាច្បាប់ចែងមកប៉ុណ្ណាគឺយើងទទួលយកប៉ុណ្ណឹងគឺយើងមិនបានទាមទារអីលើសពីនោះទេបងប្អូនគឺយើងមិនចង់បានអីដែលមិនមែនជារបស់យើងនោះទេការដែលយើងទាមទារឬក៏យើងប្តឹងទៅកាន់ក្រសួងការងារផ្សេងៗគឺយើងមិនចង់បង្កហេតុបង្កចំនួនជាមួយគាត់នោះទេហើយម្យ៉ាងទៀតតាមពិតទៅយើងគួរតែអរគុណគាត់ផងអរគុណដល់ថាគាត់បានយកយើងចុចឈ្មោះយកយើងមកធ្វើការនៅកូរ៉េអញ្ចឹងណានេះក៏ជាចំណែកមួយដែលគាត់បានជួយយើងផងដែរពេលដែលយើងធ្វើការអញ្ចឹងទៅយើងបានប្រាក់ខែយើងជួយខ្លួនឯងនិងជួយគ្រួសារអញ្ចឹងទៅក៏ប៉ុន្តែស្របជាមួយគ្នានោះដែរគឺខ្ញុំចង់បញ្ជាក់ថាយើងចង់ឲ្យគាត់នឹងគោរពច្បាប់នៃប្រទេសរបស់ខ្លួនឯងផងជាពិសេសគឺគោរពសិទ្ធិរបស់ពលករគ្រប់រូបមិនថាចំពោះខ្ញុំមិនថាចំពោះបងប្អូនដែលធ្វើការងារជាមួយខ្ញុំឬក៏ពលករដទៃទៀតបងប្អូនខ្មែរយើងដទៃទៀតដែលធ្វើការនៅប្រទេសកូរ៉េគឺខ្ញុំចង់ឲ្យពួកគាត់ហ្នឹងជាតកែហ្នឹងឲ្យគាត់មានការចេះគោរពសិទ្ធិពលករគ្រប់រូបទាំងអស់ចំណុចមួយចំនួនដែលបងប្អូនទាំងអស់គ្នាប្រសិនបើមានការថាទទួលរងនៅភាពអយុត្តិធម៌ផ្សេងៗឬក៏បងប្អូនអរគ្នានឹងមានកម្រងណាមួយដែលថាយើងចង់រៀបចំឯកសារផ្សេងៗដើម្បីត្រៀមនៅក្នុងការប្តឹងតកែគឺខ្ញុំចង់លើកទឹកចិត្តបងប្អូនអរគ្នាថាគួរតែមានផុសតាំងឲ្យបានគ្រប់គ្រាន់ផងដែរទី1បងប្អូនអរគ្នាត្រូវតែមានថាប្រវត្តិនៃការចូលធ្វើការងារឲ្យបានច្បាស់លាស់ឧទាហរណ៍ដែលយើងចូលធ្វើការងារដែលយើងប្រើបងវាយបងអីចឹងណាសម្រាប់ខ្ញុំគឺខ្ញុំចូលធ្វើការងារគឺខ្ញុំវាយបងបែបនេះឯងបងប្អូនហើយប្រសិនបើបងប្អូនអរគ្នាមិនមានបែបអញ្ចឹងទេបងប្អូនអាចជាថា scan ក្រយៅដៃសម្រាប់រោងចក្រធំៗណាគឺគាត់មានជា scan ក្រយៅដៃអីចឹងទៅឬក៏មិនចឹងទេបងប្អូនអរគ្នាមិនមានវាយបងដូចអញ្ចឹងឬក៏មិនមានជាលក្ខណៈ scan ក្រយៅដៃក៏តែបងប្អូនអរគ្នាក៏អាចកត់នៅក្នុងក្រដាសសៀវភៅបានផងដែរដើម្បីជាផុសតាំងមួយសម្រាប់បើយើងទាមទារនៅថ្ងៃខាងមុខតោះចំណុចនេះខ្ញុំចង់បញ្ជាក់ថានៅពេលដែលខ្ញុំដើរក្តីជាមួយមេធាវីជនជាតិកូរ៉េបងប្អូនគឺគាត់សួរខ្ញុំតាមចំណុចហ្នឹងឯងថាតើមានប្រវត្តិនៃការចូលធ្វើការងារច្បាស់លាស់អត់ជាពិសេសគឺម៉ោងនៃការធ្វើការងារចូលមកប្រហែលចេញមកប្រហែលអញ្ចឹងណាបងប្អូនចំណុចមួយទៀតគឺខ្ញុំចង់លើកឡើងទាក់ទងទៅនឹងថ្ងៃបុណ្យផ្សេងៗបងប្អូនអរគ្នាត្រូវតែមានការយល់ដឹងតាមចំណុចមួយនឹងផងដែរពលករចាប់ពី5នាក់ឡើងទៅនៅឆ្នាំ2022ខែ1ថ្ងៃទី1បើតាមខ្ញុំដឹងណាគឺចាប់ពី5នាក់ឡើងទៅនៅពេលដែលឈប់សម្រាកថ្ងៃក្រហមចំថ្ងៃក្រហមខុងយីអ៊ីលហ្នឹងតើការគិតលុយឲ្យយើងធម្មតាអញ្ចឹងណាប៉ុន្តែដូចបានបញ្ជាក់អញ្ចឹងបើសិនបើយើងទៅធ្វើការងារចំថ្ងៃហ្នឹងទៀតយើងត្រូវតែទទួលបានលុយគុណនឹង1កន្លះឬក៏គុណនឹង2ប៉ុន្តែសម្រាប់តកែខ្ញុំវិញគឺគាត់បានគុណឲ្យខ្ញុំនោះទេឧទាហរណ៍ដូចជាថ្ងៃទិវាកុមារ Original ថ្ងៃ Noel បងប្អូន Christmas ក៏គាត់មិនបានគុណឲ្យដែរដូចជាថ្ងៃកំណើតព្រះពុទ្ធក៏អញ្ចឹងដែរគាត់មិនបានគុណឲ្យនោះទេដូច្នេះហើយទើបខ្ញុំមិនសុខចិត្តហើយខ្ញុំទីមទាតាមចំណុចមួយហ្នឹងតកែក៏គាត់យល់ព្រមហើយក៏គាត់ដឹងកំហុសខ្លួនឯងហើយក៏គាត់បានថាសសំណងមួយចំនួនផងដែរត្រង់ចំណុចមួយទៀតគឺខ្ញុំចង់ចែករំលែកផងដែរបងប្អូននៅពេលដែលបងប្អូននោះគ្នាហ្នឹងសម្រេចចិត្តថាឥឡូវយើងចង់ដើរក្តីយើងចង់ប្តឹងតកែយើងចង់ទីមទាសំណងផ្សេងៗបងប្អូននៅពេលដែលយើងពឹងពាក់លើមេធាវីច្បាស់ណាស់គឺគាត់នឹងឲ្យយើងនឹងរៀបចំឯកសារផ្សេងៗមួយចំនួនឧទាហរណ៍ដូចជាថា ID card មកក្រៅអញ្ចឹងទៅលិខិតឆ្លងដែននិងកិច្ចសន្យាការងារពេលខ្លះកិច្ចសន្យាការងារហ្នឹងក៏
សំខាន់ដែរបងប្អូនមួយចំនួនអាចថាទុកមិនបានប្រយ័ត្នចឹងទៅក៏ជ្រុះបាត់អីចឹងទៅប៉ុន្តែបងប្អូនរបស់គ្នាបានថតទុកថាជាឯកសារក៏យើងអាចផ្ញើគាត់មើលបានងាយស្រួលផងដែរពិសេសមួយទៀតគឺ ID password EPS employment ណាបងប្អូនអាហ្នឹងក៏សំខាន់ដែរគាត់ជាមេធាវីហ្នឹងគាត់ទីមមើលហ្នឹងផងដែរចំណុចសំខាន់មួយទៀតបងប្អូនខ្ញុំចង់លើកឡើងថាតាមដែលខ្ញុំដឹងណាសម្រាប់អ្នកដែលខុសច្បាប់ក៏ដោយគឺគាត់អាចប្តឹងទៅកែបានដូចគ្នានៅពេលដែលទៅកែរំលោភសិទ្ធិការងារឬក៏ទៅកែកឹបកេងបំបញ្ញប្រាក់ខែឲ្យតែគាត់នឹងមានផុសតាងត្រឹមត្រូវឲ្យតែគាត់នឹងច្បាស់ថាទៅកែនឹងពិតជាបានកឹបកេងបំបញ្ញមែនពេលខ្លះយើងអត់មានឯកសារទេបងប្អូនមានថាឯកសាររបស់យើងមានដែរតែមានមិនគ្រប់គ្រាន់ណាដូចជាខ្ញុំជាដើមឯកសាររបស់ខ្ញុំនោះគឺខ្ញុំមានអត់គ្រប់គ្រាន់នោះទេគឺមានតិចតួចមែនតើគឺខ្ញុំតែពិតទៅខ្ញុំបានរៀបចំច្រើនដែរគឺខ្ញុំត្រៀមតាំងពីដំបូងមកម៉េះអាចនិយាយថាតាំងពីឆ្នាំ2022មកម៉េះគឺខ្ញុំត្រៀមណាប៉ុន្តែចៃដន្យអីទូរស័ព្ទរបស់ខ្ញុំហ្នឹងវាខូចវាគាំងវាចាស់បងប្អូនដល់អញ្ចឹងទៅវាចាប់ផ្ដើម restart ខ្លួនឯងតែម្ដងអញ្ចឹងទៅអីដែលយើងទុកនៅក្នុងទូរស័ព្ទហ្នឹងគឺលុបចោលទាំងអស់ដោយទាំងឯកសារមួយចំនួនផងដែរដូច្នេះហើយគឺពេលខ្លះយើងអត់មានឯកសារគ្រប់គ្រាន់នោះទេក៏ប៉ុន្តែខ្ញុំចង់រំលឹកថាចេះបើទោះជាយើងអត់មានឯកសារគ្រប់គ្រាន់ក៏ដោយយើងមានតែមួយស្លឹកពីរស្លឹកក៏ដោយដូចខ្ញុំអញ្ចឹងណាគឺខ្ញុំមានតិចតួចមែនតើក៏ប៉ុន្តែមេធាវីគាត់ចេះហើយមានន័យថាចេះយើងកុំអស់សង្ឃឹមនៅពេលដែលយើងអត់មានថាផុសតាងគ្រប់គ្រាន់ណាបងប្អូនអាហ្នឹងដែលខ្ញុំចង់បដោតអញ្ចឹងណាហ្នឹងហើយបងប្អូនអ្នកគ្នាវីដេអូនេះបានមកដល់ទីបញ្ចប់ហើយក៏ប៉ុន្តែមុននឹងបញ្ចប់ខ្ញុំចង់សួរបងប្អូនផងដែរថាប្រសិនបើបងប្អូនអ្នកគ្នាហ្នឹងដែលកំពុងតែមើលវីដេអូខ្ញុំណានៅពេលដែលតកែកឹបកេងបំបញ្ញប្រាក់ខែខ្ញុំចង់សួរថាតើបងប្អូនអ្នកគ្នាហ្នឹងហ៊ាននៅក្នុងការរកយុត្តិធម៌ជួយចំពោះខ្លួនឯងអត់ហើយបងប្អូនអ្នកគ្នាហ្នឹងក្លាហាននៅក្នុងការទាមទារប្រាក់សំណងផ្សេងៗចំពោះតកែដែរអត់ជាការប៉ុណ្ណាដែលខ្ញុំបានបញ្ជាក់អញ្ចឹងវីដេអូនេះគឺខ្ញុំចង់លើកទឹកចិត្តបងប្អូនអ្នកគ្នាថាត្រូវតែចេះស្អប់ខ្ពើមនៅភាពអយុត្តិធម៌ត្រូវតែចេះទាមទាររកនៅយុត្តិធម៌ជួយចំពោះខ្លួនឯងបាទវីដេអូនេះដែរគឺខ្ញុំមានតែប៉ុណ្្នឹងនោះទេបងប្អូនអ្នកគ្នាបាទសូមជម្រាបលា